ណាជាបាសួស្តីបងប្អូនទាំងអស់គ្នាចាអញ្ចឹងបងប្អូនទាំងអស់គ្នាបានសិក្សាពីការសរសេរចំនួន16ជាមួយអ្នកគ្រូត្រូវអត់កូនចានៅក្នុងវីដេអូនេះអ្នកគ្រូនឹងមកបង្រៀនកូនសរសេរចំនួន15 7ចាអញ្ចឹងសូមកូនមើលផ្នែកខាងនេះចាមុននឹងចូលការសរសេរត្រូវអត់កូនចាអ្នកគ្រូចង្អុលនេះគឺគេហៅថាក្របបាល់យើងក្របបាល់ដែលមានស៊ុមព័ទ្ធជុំវិញដែលមានពណ៌ខៀវហ្នឹងគឺមានចំនួន10រីឯក្រហមនេះគឺមានចំនួនប៉ុន្មានកូនចាគឺចំនួន5 7យើងទាំងអស់នេះកូនអានថា15 7នេះគឺជារូបរាង15 7ដែលត្រូវនឹងចំនួនក្របបាល់ចាអញ្ចឹងអ្នកគ្រូនឹងបង្ហាញការសរសេរ17ចាអញ្ចឹងដំបូងគេគឺកូនទាំងអស់គ្នាត្រូវសរសេរលេខ1ដំបូងចាអ្នកគ្រូគួចហើយកោងចុះមកខាងក្រោមងាកទៅណាកូនចាងាកទៅឆ្វេងបន្តមកទៀតកូនសរសេរលេខ5 7កូនគួចចូលខាងក្នុងកូនឡើងទៅលើចាចុះក្រោមឡើងលើហើយចុះមកខាងក្រោមងាកទៅស្ដាំកូនឡើងទៅលើហើយងាកមកឆ្វេងបន្តិចនោះកូននឹងទទួលបាន15 7ដែលជាចំនួនមាន2ខ្ទង់ចូលរួមលេខ1និងលេខ5 7คล้ายទៅជាចំនួនមាន2ខ្ទង់ចាយើងដើម្បីឲ្យកូនកាន់តែច្បាស់អ្នកគ្រូនឹងបង្ហាញនៅលើក្តារខៀនបន្ថែមទៀតសូមកូនមើលនៅលើក្តារខៀនចាអញ្ចឹងអ្នកគ្រូនឹងបង្ហាញនៃការសរសេរ17យើង17គឺជាចំនួនមាន2ខ្ទង់ដែលមានចូលរួមលេខ1និងលេខ7យើងកូនទាំងអស់គ្នាត្រូវសរសេរលេខ1ដំបូងគេចាប់ផ្ដើមចាកូនគួចកោងឡើងទៅលើចុះមកខាងក្រោមងាកទៅឆ្វេងបន្តមកទៀតកូនសរសេរ7ចាកូនគួចខាងក្នុងឡើងទៅលើចុះក្រោមឡើងលើចុះក្រោមងាកទៅស្ដាំមកកូនឡើងទៅលើហើយងាកមកឆ្វេងបន្តិចនេះកូននឹងទទួលបាន15 7ចាបន្តទៀតចាដំបូងគេកូនសរសេរលេខ1ដូចអ្នកគ្រូបែបហ្នឹងចាបន្តមកកូនសរសេរលេខ5 7ដូចអ្នកគ្រូមកចានេះទទួលបាន17ដែលយើងហៅថាចំនួនមាន2ខ្ទង់ដែលមានលេខចូលរួមលេខ1និងលេខ5 7ចាអញ្ចឹងកូនទាំងអស់គ្នាបានមើលអ្នកគ្រូបង្ហាញនៅលើក្តារខៀនហើយបន្តមកទៀតគឺសម្រាប់កូនអ្នកគ្រូមានកិច្ចការសម្រាប់កូនចំនួន2កិច្ចការទី1នេះចូលកូនធ្វើគំនូសចំនួន15 7នេះកូនឃើញអត់17ពេញលេញត្រូវអត់កូនចានេះសុទ្ធសឹងតែជាគំនូស17ទាំងអស់យើងកូនទាំងអស់គ្នាយក color និងខ្មៅដៃមកកូនជ្រើសរើសមួយណាក៏បានដែរកូនចាប់ផ្ដើមសរសេរដំបូងគេគឺលេខ1បន្ទាប់មកគឺលេខ7នោះកូននឹងទទួលបានចំនួន15 7បន្ទាប់ទៀតនេះគឺលេខ2ចាលេខ2នេះគឺឲ្យកូនសរសេរចំនួន17នេះគឺ17ដែលអ្នកគ្រូសរសេរពេញលេញដែលអ្នកគ្រូធ្វើជាគំរូទីតាំងដែលកូនត្រូវសរសេរដូចអ្នកគ្រូគឺទីតាំងដែលអ្នកគ្រូបានកំណត់ចាយើងលំហាត់ទាំងពីរនេះសូមកូនទាំងអស់គ្នាចូលរួមវឹកហាត់ធ្វើទាំងអស់គ្នាបន្ទាប់ពីកូនបានធ្វើរួចកុំភ្លេចយកទៅឲ្យប៉ាម៉ាក់របស់កូនជួយពិនិត្យមើលថាតើកិច្ចការរបស់កូនពិតជាបានស្អាតនិងត្រឹមត្រូវដែរទេចាសូមអរគុណ